លោកទេសរដ្ឋមន្ត្រីកែវរេមីពន្យល់ការចេញលិខិតបដិសេធរបស់កម្ពុជាមិនទទួលស្គាល់ការគ្រប់គ្រងរបស់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជាមានសារៈសំខាន់តាមច្បាប់អន្តរជាតិនិងការទូតលោកទេសរដ្ឋមន្ត្រីកែវរេមីនិងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថាការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនទទួលស្គាល់ការគ្រប់គ្រងរបស់យោធាថៃលើដែនអធិបតេយ្យភាពកម្ពុជាមានអត្ថប្រយោជន៍សំខាន់ជាច្រើនតាមទស្សនៈច្បាប់អន្តរជាតិនិងការទូតតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2026លោកបានឆ្លើយតបចំពោះមតិមួយចំនួនដែលចោទសួរអំពីប្រយោជន៍នៃការចេញលិខិតបដិសេធជាបន្តបន្ទាប់ដោយបញ្ជាក់ថាវាជាវិធានការស្របច្បាប់និងមានសារៈសំខាន់ក្នុងការការពារអធិបតេយ្យភាពជាតិលោកបានបង្ហាញអត្ថប្រយោជន៍សំខាន់ដូចតទៅទី1ការមិនចេញលិខិតបដិសេធអាចត្រូវបានបកស្រាយថាជាការយល់ព្រមឲ្យគេកាន់កាប់ឬគ្រប់គ្រងលើទឹកដីដោយសន្តិវិធីទី2ការចេញលិខិតបដិសេធបានបញ្ជាក់ជាផ្លូវការថាការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃគឺជាស្ថានភាពមិនស្របច្បាប់និងមានលក្ខខណ្ឌបណ្ដោះអាសន្នប៉ុណ្ណោះទី3លិខិតបដិសេធក្លាយជាឯកសារផ្លូវការសំខាន់សម្រាប់ប្រើប្រាស់ជាភស្តុតាងក្នុងករណីដោះស្រាយវិវាទតាមយន្តការតុលាការអន្តរជាតិទី4បង្ហាញពីជំហររបស់កម្ពុជាក្នុងការគោរពច្បាប់អន្តរជាតិនិងដោះស្រាយវិវាទដោយសន្តិវិធីមិនប្រើកម្លាំងយោធាជំហរនេះអាចជួយទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិនិងទី5ការចេញលិខិតបដិសេធជាវិធានការទប់ស្កាត់មិនឲ្យកើតមានការបកស្រាយថាជាការយល់ព្រមដោយអនុឡោមក្នុងករណីមានភាពស្ងៀមស្ងាត់យូរអង្វែងលោកកែវរេមីបានសន្និដ្ឋានថារាល់ការចេញលិខិតបដិសេធរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាពរក្សាជំហរតាមផ្លូវច្បាប់បង្កើតមូលដ្ឋានភស្តុតាងសម្រាប់ការដោះស្រាយវិវាទតាមយន្តការអន្តរជាតិនិងបង្ហាញពីការគោរពច្បាប់អន្តរជាតិរបស់កម្ពុជា